សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះយើងមករៀនអានសៀវភៅភាសាខ្មែរថ្នាក់ទី1បន្តទៀតមេរៀនទី49ទំព័រទី62ចាបើកសៀវភៅទំព័រទី62មកមេរៀនអំពីប្រកបនឹងញោបន្តយើងតពីថ្ងៃមុនទៀតតោដញោតូនលោដញោលូញសសំលេងអណាសត្រីស័ព្ទសូដញោសូញតូដញោតូនលោដញោលូញសត្រីស័ព្ទសូដញោសូញបន្តមួយស្វាញ់តូអ៊ីទាដញោទាញតូអ៊ីតិដញោទិញជោអ៊ូជួដញោជួញតូអ៊ូតួដញោទួញរោអ៊ុរុដញោរុញរោអ៊ូរួដញោរួញវោអ៊ីវិដញោវិញខូអឺខឺដញោឃើញជោអ៊ំជុំណូអ៊ីនីដញោនាញជុំនាញតូអ៊ំទុំណូអ៊ីនីដញោនិញទុំនិញជោអ៊ំជុំណូអ៊ូនួដញោនួញជុំនួញអូអេពេដញោពេញលោអេលេដញោលេងពេញលេងបអំបំពោអេពេដញោពេញបំពេញពោអ៊ូពូពោអេពេដញោពេញពូពេញដកដតូអ៊ំទុំណូអ៊ីនីដញោនិញពូពេញដទុំនិញម៉ូអ៊ីមីដងោមីងសអាសាដញោសាញបន្តមួយសាញ់មីងសាញ់ជោអ៊ំជុំណូអ៊ីនីដញោនាញជុំនាញខអាខាដងោខាងលោដកលោបន្តមួយលក់តូអ៊ំទុំណូអ៊ីនីដញោនិញមីងសាញជុំនាញខាងលក់ទំនិញចាអញ្ចឹងយើងមើលរូបភាពនេះប្រហែលជាប្អូនហើយនេះជាបងអញ្ចឹងបងកំពុងតែរុញរោអ៊ុរុដញោរុញរទេះប្អូននេះឲ្យប្អូនជីចាអញ្ចឹងប្រើកម្លាំងរុញចេញពីខ្លួនយើងហៅថារុញអញ្ចឹងក្នុងមេរៀនទំព័រទី62មេរៀនទី48យើង49យើងក៏អត់មានលំហាត់ដែរចាអញ្ចឹងមេរៀននឹងចប់តែប៉ុណ្្នឹងឯងកូនកុំភ្លេចយកទៅប្រកបអានតែកាលណាយើងអត់ចេះប្រកបនៅពេលដែលយើងជួបជាងតម្រួតត្រួតលើត្រួតក្រោមអីចឹងយើងនឹងបញ្ចេញសម្លេងអត់ចេញអញ្ចឹងកូនត្រូវតែវឹកហាត់រៀនប្រកបអញ្ចឹងដើម្បីកុំឲ្យរំលងមេរៀនផ្សេងកូនកុំភ្លេចជួយចុច Subscribe Channel អ្នកគ្រូដើម្បីទទួលបានមេរៀនថ្មីបន្ថែមទៀតអរគុណជួបគ្នានៅក្នុងคลิปវីដេអូក្រោយទៀត